សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សម្រាប់ការវិលមកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីម្ដងទៀតសម្រាប់វីដេអូមួយនេះដែរខ្ញុំនឹងមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីរបៀបក្នុងការបំបែកសំឡេងនៅក្នុងវីដេអូទៅជាអក្សរដោយប្រើជាមួយនឹងកម្មវិធី Google Gemini ដើម្បីធ្វើការបំបែកសំឡេងវីដេអូដែលបងប្អូនចង់បានសំឡេងនោះទៅជាអត្ថបទដើម្បីយកមកធ្វើការបកប្រែអញ្ចឹងបងប្អូនគ្រាន់តែមានជាមួយនឹង Google Gemini នេះមួយគឺបងប្អូនអាចបំបែកសំឡេងក៏ដូចជាវីដេអូរបស់អ្នកទាំងអស់គ្នានឹងទៅជាអត្ថបទបានហើយចំពោះការធ្វើវានោះគឺអត់មានអីពិបាកអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺត្រូវទៅរកវីដេអូណាដែលអ្នកទាំងអស់គ្នាចង់បានអត្ថបទនឹងចេញពីវីដេអូនោះមកអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចកន្លែង file ហើយយើងចូលកន្លែង gallery មកដើម្បីទៅជ្រើសរើសយកវីដេអូរបស់យើងអញ្ចឹងបន្ទាប់ពីយើងជ្រើសរើសរួចហើយយើងចុច upload មកបន្ទាប់មកទៀតយើងធ្វើការទៅសេពាក្យវាបែបហ្នឹងមកដើម្បីឲ្យវាបំបែកអត្ថបទទាញយកអត្ថបទហ្នឹងចេញពីវីដេអូអញ្ចឹងយើងចុចកន្លែង generate នេះមកវានឹងធ្វើការសម្រាយក៏ដូចជាស្ដាប់ក៏ដូចជាវិភាគនៅវីដេអូរបស់យើងដើម្បីទម្លាក់នៅអត្ថបទដែលវាបានសង្ខេបចេញពីវីដេអូដែលយើងបាន upload ឲ្យវាអញ្ចឹងយើងធ្វើការរងចាំទៅវានឹងចេញអត្ថបទសាច់រឿងសង្ខេបនៅក្នុងនឹងទាំងអស់នឹងទម្លាក់មកឲ្យយើងហើយវាក៏បានធ្វើជាភាសាដើមនិងភាសាជាតិរបស់យើងផងដែរសម្រាប់ Google Gemini នេះគឺវាកាន់តែពិសេសមែនអញ្ចឹងបើសិនជាអ្នកនរគ្នាមិនទាន់បានមកសាកល្បងប្រើជាមួយនឹង Google Gemini នេះទេគឺអាចមកប្រើសាកល្បងបានគឺវាមានលក្ខណៈកាន់តែពិសេសជាងមុនបន្ថែមទៀតជាមួយនឹង version 3.0 របស់គេទៅតែចេញថ្មីមកអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបានបំបែកចប់រួចរាល់ហើយគឺយើងអាចធ្វើការ copy អត្ថបទហ្នឹងចេញយកទៅដាក់ចូលនៅក្នុង website ខ្ញុំដែលខ្ញុំបានទម្លាក់ជូនកាលពីវីដេអូមុនអញ្ចឹងយើងចាប់ផ្ដើមធ្វើការ copy អត្ថបទដែលយើងចង់ឲ្យវាអានទៅប៉ុន្តែដោយសារក្នុងនេះវាបានបំបែកជាមួយនឹងភាសាខ្មែររបស់យើងមកដែរយើងធ្វើការ copy យកភាសាខ្មែរមកទៅលឿនជាងអញ្ចឹងណាដើម្បីកុំឲ្យបំបាក់យើងធ្វើការបំបែកទៅជាភាសាផ្សេងទៀតអញ្ចឹងយើងចូលមកក្នុង website របស់ខ្ញុំមកហើយបន្ទាប់មកយើងធ្វើការផាសចូលនៅអត្ថបទដែលយើងចង់ឲ្យវាអានអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការដាក់អត្ថបទរបស់ខ្ញុំចូលហើយខាងក្រោមនេះគឺជាប្រភេទសំឡេងដែលអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបានពីប្រភេទសំឡេងបែបកំ pl ែងឬក៏ផ្លូវការឬក៏រាក់ទាក់អីចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំសូមយកផ្លូវការហើយកន្លែងប្រភេទប្រវែងហ្នឹងគឺខ្ញុំយកមកជុំហើយបន្តមកទៀតយើងចុចកន្លែងនេះដើម្បីជ្រើសរើសប្រភេទអារម្មណ៍តួអង្គដែលឲ្យគាត់អានអត្ថបទឲ្យយើងហ្នឹងបន្តមកយើងចុចលើពាក្យថាប្រើអត្ថបទនេះដើម្បីឲ្យវា generate អញ្ចឹងរាល់ពេលដែលបងប្អូនចុចទៅវាចេញទៅផ្ទាំងផ្សេងយើងអាច back វាមកវិញមកដើម្បីចូលមកក្នុង tool របស់យើងវិញមកដល់កន្លែងនេះយើងជ្រើសរើសសំឡេងណាបន្ទាប់ពីយើងជ្រើសរើសសំឡេងយើងចុចលើពាក្យថាបង្កើតសំឡេងបន្ទាប់ពីយើងបានធ្វើការចុចហើយយើងធ្វើការរងចាំឲ្យ tool មួយនេះវាធ្វើការបំលែងអត្ថបទរបស់យើងទៅជាសំឡេងនោះអ្នកនរគ្នានឹងអាចធ្វើការ download សំឡេងហ្នឹងយកមកប្រើប្រាស់បានហើយអញ្ចឹងយើងធ្វើការរងចាំវាទាំងអស់គ្នាទៅអញ្ចឹងបន្ទាប់ពីយើងបានបំបែកហើយវានឹងទម្លាក់មកបែបហ្នឹងអញ្ចឹងយើងអាចធ្វើការចុចស្ដាប់សំឡេងបានហើយយើងចុចបន្ទាប់ពីយើងចុចស្ដាប់ហើយយើងអាចចុចលើពាក្យថាទាញយកសំឡេងហ្នឹងណាដើម្បីឲ្យទៅប្រើប្រាស់ជាមួយនឹងការកាត់តវីដេអូរបស់យើងអញ្ចឹងតាអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាចំពោះអ្នកទាំងអស់គ្នាទើបតែមកដល់ថ្មីកុំភ្លេចចុច like ក៏ដូចជា subscribe និងធ្វើការ share វីដេអូរបស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀត